តើអ្នកណានៅក្រោមគ្រែសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំបាទម្ដងទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយចំពោះ admin វិញគឺសុខទុក្ខធម្មតាទេហើយក៏អរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានស្ដាប់នៅវីដេអូរបស់ admin ថ្ងៃនេះខ្ញុំមានរឿងមួយយកមកចែករំលែកជូនទៅដល់បងប្អូនអ្នកស្ដាប់ដែលរឿងនេះដែរគឺបានកើតឡើងនៅជាយក្រុងស្ថិតនៅខេត្តកំពង់ស្ពឺគឺមានអគារជួលចាស់មួយដែលមានកម្ពស់5ជាន់សម្បូរទឹកជ្រាបនៅតាមពិដានបន្ទប់ជួលខាងលើនេះកាលពី5ឆ្នាំមុនម្ចាស់អគារមានបន្ទប់មួយដែលគេមិនអាចដាក់ជួលឲ្យអ្នកណាបានសោះនោះគឺបន្ទប់207សូម្បីតែកម្មករធ្វើការជាមួយគាត់មិនហ៊ានចូលទៅក្នុងបន្ទប់នោះទេទោះបីជាពេលថ្ងៃក៏ដោយសារពីមុនមានប្តីប្រពន្ធមួយបានជួលរស់នៅបន្ទប់នោះដោយមិនសូវចុះសម្រុងគ្នាទេពួកគេតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃមួយប៉ះសម្ដីគ្នាខ្លាំងទើបធ្វើឲ្យប្តីនឹងឈានដល់ការសម្លាប់ប្រពន្ធហើយក៏បានយកសាកសពរបស់ប្រពន្ធនឹងបោះចូលទៅក្រោមគ្រែរួចក៏បានធ្វើអត្តឃាតតាមក្រោយនៅក្នុងបន្ទប់នោះគឺមានសភាពពោពេញទៅដោយឈាមប្រឡាក់ពេញនឹងតែម្ដងរំលងអស់ពេលជាច្រើនថ្ងៃម្ចាស់អគារនឹងមិនឃើញពួកគេចេញមកសោះហើយក៏ទៅគោះទ្វារបន្ទប់លេខ207ក៏មិនមាននរណាឆ្លើយដែរម្ចាស់បន្ទប់ក៏បានសម្រេចចិត្តគាស់ទ្វារនោះតែម្ដងនៅពេលដែលបើកទ្វារទៅឃើញឈាមប្រឡាក់ពេញបន្ទប់បាត់ទៅហើយព្រមទាំងមានក្លិនស្អុយស្រាលទៀតផងឈាមបានខ្ទាតប្រឡាក់តាមជញ្ជាំងដោយមិនអាចលុបជ្រះបានរហូតដល់សព្វថ្ងៃនេះក្រោយករណីអាក្រក់ខាងលើនោះមានមនុស្សជាច្រើនបានចូលជួលនៅតែគ្មានអ្នកណាអាចរស់នៅបានលើសពី3យប់ឡើយអ្នកធ្លាប់ស្នាក់នៅក្នុងបន្ទប់នោះបាននិយាយគ្នាស្រដៀងគ្នាថាមិនអាចដេកបាននោះទេព្រោះពួកគេបានឮសំឡេងដើររំអិលលើកម្រាលឈើហើយព្រមទាំងមានឃើញស្រមោលមនុស្សស្រីម្នាក់នៅជាប់នឹងមាត់បង្អួចចង្គៀងភ្លើងតែងភ្លឺរលត់ដូចជាមានអ្នកណានឹងដើរក្រោយទ្វារនឹងតែម្ដងជារៀងរាល់យប់គឺនៅប្រហែលម៉ោង2:30នាទីរំលងអាធ្រាត្រតែងតែមានសំឡេងមនុស្សស្រីស្រែករងំថាមកជួយខ្ញុំផងចេញពីជ្រុងបន្ទប់ក្រោមគ្រែនោះតែម្ដងទោះបីគ្មាននរណានៅក្នុងនោះក៏ដោយថ្ងៃមួយមានបុគ្គលិកថ្មីណាគាត់មកបម្រើការងារជាអ្នកសម្អាតនៅថ្ងៃដំបូងទៅទីនោះគាត់មានឈ្មោះថាស៊ុនមីងស៊ុនគាត់ក៏បានដឹងរឿងខាងលើនេះខ្លះដែរប៉ុន្តែគាត់មិនជឿរឿងខ្មោចលងនោះទេដូច្នេះហើយគាត់ក៏បានទៅយកទូរស័ព្ទបើកភ្លើងចូលទៅបោសសម្អាតធូលីនៅក្នុងបន្ទប់ហ្នឹងគាត់បានចូលទៅត្រឹមតែមួយផ្លែតប៉ុណ្ណោះប្រហែល15នាទីក្រោយគាត់នឹងក៏បានរត់ចេញក្រៅបន្ទប់ហ្នឹងដោយញើសហូរពេញខ្លួនទឹកមុខស្លេកស្លាំងទៀតផងមីងស៊ុននិយាយថាពេលគាត់កំពុងរលាស់ភួយចាស់គាត់បានឮសំឡេងដង្ហើមដកនៅក្រោមគ្រែគាត់គិតថាជាមនុស្សណាម្នាក់មកលេងបន្លាចគាត់តែគាត់ក៏បានឱនបញ្ចាំងភ្លើងទៅក្រោមគ្រែហើយមើលទៅគ្មានឃើញនរណាសោះពេលគាត់អូសតុកទៅជ្រុងបន្ទប់
ប៉ុន្តែភ្លាមនោះគាត់នឹងក៏បានឮសំឡេងមនុស្សស្រីស្រែកទំអូញបែបឈឺចាប់ខ្លាំងដូចជាសំឡេងមនុស្សនឹងធ្លាក់ពីលើអាគារគាត់នឹងបានរត់ចេញក្រៅបន្ទប់យ៉ាងប្រញាប់ហើយបានក្រឡេកមើលទៅក្រោមគ្រែម្ដងទៀតគាត់នឹងស្រាប់តែឃើញមនុស្សស្រីម្នាក់នឹងកំពុងតែដេកនៅក្រោមគ្រែដើមសក់បិទមុខហើយហូរឈាមនៅតាមផ្ទៃមុខទៀតផងមិនយូរប៉ុន្មានណាម្ចាស់អគារក៏បានដាក់កាមេរ៉ាថ្មីលើមុខទ្វារបន្ទប់នោះតែម្ដងក្រោយម៉ោង 2 យប់កាមេរ៉ានឹងបានចាប់រូបភាពស្រមោលខ្មៅដើរចូលទៅក្នុងបន្ទប់207បន្ទាប់ពីនោះកាមេរ៉ានឹងមើលឃើញស្រីម្នាក់ឈរទល់មុខទ្វារបន្ទប់នោះតែម្ដងមួយសន្ទុះបានបាត់រូបស្រីម្នាក់នោះហើយម្ចាស់បន្ទប់នឹងក៏បានបបួលគ្នាទៅមើលបន្ទប់នោះតែពេលបើកទ្វារចូលទៅដល់គ្មាននរណាម្នាក់ទេហើយក្នុងបន្ទប់គឺត្រជាក់ខ្លាំងព្រមទាំងលើជញ្ជាំងមានពាក្យសរសេរដោយស្នាមម្រាមដៃឆ្នោតថាខ្ញុំមិនចង់ចេញពីទីនេះទេចាប់តាំងពីថ្ងៃនោះមកម្ចាស់អគារបានចាក់សោបន្ទប់207ចោលមិនឲ្យនរណាម្នាក់មកស្នាក់នៅទីនោះទេអ្នកជួលនៅក្បែរបន្ទប់នោះតែងតែឮសំឡេងមនុស្សស្រីស្រែកឮរងំជារៀងរាល់យប់